ពួកម៉ែបងប្អូនទាំងអស់គ្នាថ្មីនេះស្វានៅក្នុងតំបន់អង្គរគឺបានខំភ្ញៀវទេសចរទៀតហើយលើកនេះគឺខំចំកូនក្មេងតែម្ដងថតបានអត់អីទេបោះរួមទេឥឡូវបើចង់តបានមកចូលមកខ្ញុំថតខ្ញុំបោះខ្ញុំអត់ខ្លាចទេពូធួហ្គាយមួយរូបហ្នឹងគឺគាត់ព្យាយាមថតសកម្មភាពរបស់ខាងអាជ្ញាធរនិងមន្ត្រីបច្ចេកទេសក្នុងការចាប់ស្វាចេញពីតំបន់អង្គរហើយស្វាហ្នឹងគឺជាស្វាកំហុសតើគាត់ធ្វើអញ្ចឹងបានប្រយោជន៍អីមកគាត់វិញនៅពេលដែលខាងអាជ្ញាធរគាត់បានឃើញអញ្ចឹងគឺគាត់បានជួយសម្រួលសុវត្ថិភាពជាពិសេសខាងអាជ្ញាធរអប្សរាគឺបានតាក់ទងទៅកាន់សួនសត្វភ្នំតាម៉ៅដើម្បីធ្វើការអន្តរាគមន៍ទៅលើសុវត្ថិភាពនៅក្នុងតំបន់ហ្នឹងដោយសារអីស្វាហ្នឹងមិនមែនជាលើកទី1ដែលខាងភ្ញៀវទេសចរទេគឺគាត់ខំច្រើនដងហើយមិនមែនស្វាទាំងអស់ណាអ្នកទាំងអស់គ្នាគឺស្វាកំហុសមួយចំនួនតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលអាជ្ញាធរក៏ដូចជាខាងមន្ត្រីបច្ចេកទេសរបស់យើងចាប់ផ្ដើមធ្វើការគឺពូធួហ្គាយម្នាក់នេះដែលអ្នកទាំងអស់គ្នាបានឃើញគាត់ព្យាយាមថតសកម្មភាពធ្វើការដែលសកម្មភាពទាំងអស់នេះគឺការថតរបស់គាត់មិនមែននៅក្នុងន័យវិជ្ជមានទេនៅពេលដែលថតទៅបង្ហោះទៅគាត់បាន view គាត់បាន like ប៉ុន្តែវាបានធ្វើឲ្យមហាជនមានការភ័ន្តច្រឡំជាពិសេសជនបរទេសនិងភ្ញៀវទេសចរដែលគាត់បានមកមើលទៅគឺធ្វើឲ្យឃើញថាតើយើងកំពុងតែធ្វើអ្វីចំពោះសត្វទាំងអស់ហ្នឹងនៅពេលដែលមហាជនច្រឡំភ្ញៀវបរទេសច្រឡំភ្ញៀវជាតិច្រឡំហើយមករិះគន់នៅតំបន់ទេសចររបស់ខ្លួនឯងនេះដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រតើអីទៅជាការចំណេញរបស់គាត់ក្នុងនាមគាត់មានមុខរបរជា tour guide មួយរូបហើយគាត់អត់ចង់ឲ្យភ្ញៀវទេសចរទៅលេងកន្លែងតំបន់កូនទេគាត់អត់ចង់ឲ្យមានភ្ញៀវទេសចរទៅលេងដោយសុវត្ថិភាពទេហើយតើគាត់ថតនៅក្នុងគោលបំណងអ្វីគោលបំណងរបស់គាត់គឺដោយសារតែក្រៅពីការងារជាភ្ញៀវទេសចរគឺគាត់ថតសត្វស្វានឹងបង្ហោះនៅក្នុង Facebook បង្ហោះនៅក្នុង YouTube ដើម្បីទទួលបានអត្ថប្រយោជន៍ចំណូលពីអនឡាញធម្មតានៅពេលដែលយើងដឹងហើយថាមនុស្សម្នាក់គឺមានវិជ្ជាជីវៈរៀងៗខ្លួននៅពេលដែលបំពេញបច្ចេកទេសអ្នកទាំងអស់គ្នាតែយើងអាចចាប់សត្វស្វាឲ្យបាននៅក្នុងសកម្មភាពសភាពបែបណាទៅអញ្ចឹងដើម្បីចាប់បានគឺវាមានត្រូវការបច្ចេកទេសជាច្រើនដែលយើងមិនចង់បង្ហាញទេប៉ុន្តែស្វាទាំងអស់នោះសុទ្ធតែចាប់ឲ្យយកទៅណែគឺយកទៅប្រឡែសនៅក្នុងព្រៃនៅក្នុងខេត្តពោធិ៍សាត់ឯណោះអ្នកទាំងអស់គ្នានេះគឺជាព័ត៌មានដែលខ្ញុំទទួលបានចំណែកឯគាត់វិញក្រៅពីបរោះហើយតើអីទៅជាចំណេញក្រៅពីមិនបានចំណេញហើយគេរិះគន់អញ្ញាធិហើយភ្ញៀវទេសចរនឹងអាចនឹងមានការបាត់បង់ហើយគាត់ការងារជា tour guide នេះតែគាត់បានលុយមកពីណាបើមិនជាភ្ញៀវទេសចរអត់មកលេងដោយសារតែវីដេអូមួយ clip របស់គាត់រកលុយនៅក្នុង Facebook TikTok នេះឬក៏ Facebook YouTube នេះហើយនៅក្នុងវីដេអូគឺគាត់បានលើកឡើងថាខ្ញុំជាប្រជាពលរដ្ឋខ្ញុំថតសិទ្ធិរបស់ខ្ញុំប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាសិទ្ធិរបស់យើងប៉ុន្តែយើងបំពេញទៅលើកាតព្វកិច្ចការងាររបស់គេឥឡូវជាក់ស្ដែងឧទាហរណ៍គេប្រឡងទី12ពូអាងខ្លួនជាប្រជាពលរដ្ឋពូចូលទៅប្រឡងជាមួយកូនពូជួលទៅមើលទៅដល់បន្ទប់ប្រឡងបានតែអត់នេះដូចគ្នាតែទៅជំនាញការបំពេញកាតព្វកិច្ចការងារគឺគេមានសិទ្ធិនៅក្នុងការបំពេញហើយគេក៏បានស្នើសុំដែរថាកុំឲ្យថតប៉ុន្តែពេលខ្លះយើងកុំប្រើសិទ្ធិឬក៏អាងមានទូរស័ព្ទមួយនឹងថតបង្ហាញពិភពលោកនៅរឿងដែលមិនពិតដែលជាអារម្មណ៍របស់ខ្លួនខឹងហ្នឹងយកទៅឲ្យមហាជនឃើញថាឲ្យខឹងតាមខ្លួនទាំងរឿងរ៉ាវគេខំប្រឹងជួយឲ្យតំបន់ទេសចរមានសុវត្ថិភាពតំបន់ទេសចរមានភ្ញៀវមកលេងច្រើននិងកុំឲ្យសត្វស្វាទាំងអស់នឹងខាំកុំឲ្យបំផ្លិចបំផ្លាញប្រាសាទព្រោះកន្លងមកគឺមានសកម្មភាពអញ្ចឹងមែនហើយយើងអត់ព្រមអបអរសាទរឬក៏ជួយគ្រប់គ្រងការងារដែលគេខំប្រឹងជួយដើម្បីឲ្យមានភ្ញៀវទេសចរមកច្រើនទេយើងបែរជាខំប្រឹងគុណអញ្ចឹងចំណុចពេលខ្លះយើងគួរតែគិតឲ្យខ្លាំងមែនទែនមុននឹងយកទូរស័ព្ទរបស់យើងយកថតបង្ហោះបង្ហាញអ្វីមួយខ្ញុំជឿជាក់ថាវាបានលុយប៉ុន្តែបានលុយដោយអត់វិជ្ជាជីវៈបានលុយដោយមានការរិះគន់ប្រទេសរបស់ខ្លួនឯងរិះគន់សុខរបស់ខ្លួនឯងអានឹងគឺជាអត់ចំណុចល្អមួយទេអញ្ចឹងយើងពូធ្លាប់ក៏ជាអ្នក tour guide មួយឯងក៏ដឹងថាអីទៅជាវិជ្ជាជីវៈនៃ tour guide ដែរអញ្ចឹងគួរតែយល់ដឹងនៅពេលដែលយើងចង់បង្ហោះអីមួយបង្ហាញអីមួយទោះបីជាបាន view តើវាចំណេញតែខ្លួនយើងបំផ្លាញប្រទេសជាតិតើវាចំណេញតែខ្លួនយើងបង្ហាញបំផ្លាញទេសចរឬក៏យ៉ាងណាអញ្ចឹងគួរតែគិតនៅមុនដែលចង់ថតឬបង្ហោះអីមួយឬក៏មានការស្នើសុំពីអាជ្ញាធរអីមួយគ្រប់យ៉ាងវាសុទ្ធតែមានហេតុហើយនឹងផល